ហើយតាមពិតលោកនឹងត្រូវរៀបចំដោយសារចំណេះដឹងរបស់លោកល្អខ្លាំងជួយច្រើននៅក្នុងវិស័យនេះរាជរដ្ឋាភិបាលត្រូវការអ្នកដែលមានសមត្ថភាពនេះហើយលោកក៏មានបំណងមានឆន្ទៈចង់ចូលរួមជួយវិស័យពុទ្ធសាសនាថែមទៀតអញ្ចឹងយើងក្រុងរៀបចំលោកជាអនុរដ្ឋលេខាធិការក្រសួងធម្មការដើម្បីបន្តជួយវិស័យពុទ្ធសាសនាតទៅទៀតបាទអត់មានផ្សឹកលោកទេហើយក៏អត់មានបោះបង់ចោលធនធានដែលល្អដែលមានឆន្ទៈជួយនោះដែរអញ្ចឹងសូមឲ្យលោកតាលោកយាយអ៊ំពុំមីងដែលជា fan របស់ព្រះអង្គជួនកក្កដាសូមកុំមានការយល់ច្រឡំហើយប្រពន្ធខ្ញុំក៏គាត់ជឿខ្ញុំហើយថាខ្ញុំអត់បខំលោកទេប្រកបជា fan មួយដែរគឺគោរពតាមការសម្រេចរបស់ព្រះអង្គរបស់លោកប្អូនបណ្ឌិតជួនកក្កដាតែលោកចង់បានបន្តការងារជួយទៅដល់សាសនាជួយដល់សង្គមជាតិប៉ុន្តែគ្រាន់តែដូរផ្លូវពីផ្លូវពុទ្ធចក្រមកក្នុងផ្លូវអនាចក្រតែប៉ុណ្ណោះហើយយើងនឹងបន្តផ្ដល់ឱកាសឲ្យលោកប្អូនបណ្ឌិតបន្តចូលរួមដើម្បីជួយកសាងពង្រឹងពុទ្ធសាសនាដែលជាមូលដ្ឋានសម្រាប់សង្គមជាតិយើងតទៅទៀតសូមបញ្ជាក់ប៉ុណ្ណឹងហើយ